សួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំមកនេះគឺចង់បង្ហាញពី system សាមញ្ញមួយដែលយើងបង្កើតនៅក្នុងគោលបំណងដើម្បីលក់សត្វចិញ្ចឹមអញ្ចឹងនៅក្នុង system របស់ខ្ញុំហ្នឹងគឺយើងមាន3 folder ដែល folder ទី1គឺ config ហ្នឹងគឺយើងប្រើប្រាស់សម្រាប់ connect ជាមួយនឹង database របស់យើងដែលយើងប្រើប្រាស់ MongoDB ចឹងfolder ទី2របស់យើងហ្នឹងគឺមាន controller ចឹងនៅក្នុង controller ហ្នឹងគឺមាន animal controller.go ចឹងនៅក្នុង folder នេះគឺយើងប្រើប្រាស់សម្រាប់បង្កើត function ផ្សេងៗដែលមានដូចជា create animal get animals update animal និង delete animal ហើយនៅក្នុង folder ទី3របស់យើងគឺយើងមាន model ដែលយើងប្រើប្រាស់សម្រាប់បង្កើត struct ដែលក្នុង struct នោះគឺយើងកំណត់ឲ្យមាន ID name type age ហើយនិង gender និង price អញ្ចឹងនេះគឺជា main.goal ដែលយើងប្រើប្រាស់សម្រាប់ run ហើយយើងនៅក្នុងនេះគឺយើងភ្ជាប់ជាមួយនឹង REST API ដែលយើងប្រើប្រាស់ទុកសម្រាប់តេស្តនៅក្នុង Postman អញ្ចឹងគឺយើង run នៅក្នុង localhost port 8080អញ្ចឹងខ្ញុំនឹង demo ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងយើងធ្វើការ run អូខេចឹងយើងធ្វើបើកទៅលើ terminal ហើយយើងវាយពាក្យថា go run main.go ហើយយើងធ្វើការ enter អញ្ចឹងយើងឃើញថាយើងបាន run successfully ហើយអញ្ចឹងយើងធ្វើការតេស្តនៅក្នុង Postman អូខេឥឡូវយើងមកតេស្តក្នុង Postman ទាំងអស់គ្នាអញ្ចឹង port ដែលពួកខ្ញុំប្រើគឺ port 8080អញ្ចឹងគឺខ្ញុំ run មកហើយយើងចូលទៅក្នុង body ហើយ row អូខេយើងជួយសិនណាអញ្ចឹងគឺនេះ data របស់យើងដែលយើងបានប្រើប្រាស់ពីមុនមកម្ដងហើយនៅក្នុង MongoDB អញ្ចឹងពួកខ្ញុំចង់ view មើលថាតើនៅក្នុង Mongo របស់យើងហ្នឹងគឺមាន data គេខ្លះអញ្ចឹងនេះ data របស់យើងមានដូចជាសត្វច្រើនប្រភេទមានដូចជាឆ្កែឆ្មាអីអញ្ចឹងពួកខ្ញុំ method post សម្រាប់ add នៅ data របស់យើងអញ្ចឹងនេះគឺជា data របស់យើងអញ្ចឹងខ្ញុំចង់ add ឆ្កែប្រែវាមកឧទាហរណ៍ខ្ញុំដាក់ថា rabbit ហើយដាក់ male អាយុវាខ្ញុំចង់ដាក់15ហើយដដែលមក transition អូខេអញ្ចឹងយើងបាន insert ចូលហើយអញ្ចឹងយើងចង់បញ្ជាក់មើលវាយើងចាប់ insert get ហើយសិនមក data ដែលយើងបាន add មិញហ្នឹងគឺនៅក្រោមគេអញ្ចឹងនេះ rabbit male អូខេអញ្ចឹងយើងបាន add ចូលហើយអញ្ចឹងខ្ញុំចង់ប្រើ method មួយទៀតគឺខ្ញុំចង់ប្រើសម្រាប់ delete អ្វីដែលយើងបាន add មិញហ្នឹងអញ្ចឹងចង់ delete rabbit មិញហ្នឹងចាប់ id មក slash id របស់យើងតោះមកយើងចុចសិនអូខេអញ្ចឹងយើងបាន delete មួយហើយគឺ delete នៃ rabbit ហើយ male អីហ្នឹងគឺយើងបាន delete data របស់ rabbit ហើយអស់ហើយអញ្ចឹងយើងចង់ view មើល get អូខេអញ្ចឹងវា request មកថា document not found មានន័យថាមិញហ្នឹងគឺយើងបាន delete ហើយអញ្ចឹង data របស់សត្វ rabbit មិញហ្នឹងគឺវាអត់មាននៅក្នុង database របស់យើងទេអូខេអញ្ចឹងយើងចង់ update ម្ដងអូខេបន្ទាប់មកយើងនឹងសល់មួយទៀតគឺយើងសល់តែ update ទេអញ្ចឹងបើខ្ញុំគិតថាអូខ្ញុំអត់ចង់ update នៅក្នុង Postman ទេខ្ញុំចង់ update នៅក្នុង database យកហ្មងអញ្ចឹងយើងអាចចូលនៅក្នុង database មកយើងចុចរូបនេះមកហើយយើងចុចអ្វីដែលយើងចង់ update ឧទាហរណ៍ថាខ្ញុំចង់ update នេះចុះ dog 2នេះខ្ញុំដាក់តា my dog អញ្ចឹង my dog ហើយអាយុវាគឺ15ហើយខ្ញុំដាក់ female ហើយ price ខ្ញុំចង់ដាក់20បានហើយ update អូខេអញ្ចឹង successful ហើយយើងចូលមកមើលនៅក្នុង Postman ម្ដងទៀតក៏បាន
post anymore អូខេនេះគឺ my dog simple អញ្ចឹង data របស់យើងគឺទាំង update ទាំង delete ទាំងអីគឺ successfully ហើយ នឹកអញ្ចឹងការបង្ហាញរបស់យើងមកដល់ទីបញ្ចប់ហើយសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានទស្សនា Bye bye